สุดท้ายแค่ក្នុង Facebook ទាំងអស់គ្នាអូញ័រដៃម្លេះនេះអូយឥឡូវនេះខ្ញុំនេះគឺបានអាសេពជាមួយនឹងអូនិយាយថាម៉េចទេវ៉ៃកូនអូមិនស្អីចាស់អង់គ្លេសហ្មងទេចង់និយាយថាគេបាន nominate ឲ្យខ្ញុំនឹងលេងលបែងស្អីគេ I Bucket Challenge អីគេនេះអាគេដាក់កក់ចូលផ្លុកចាស់លើក្បាលចាស់អីនេះឃើញអូយបាននាំគ្នាផ្អើដូចថាធ្វើពេញ Facebook ហ៎ហើយក៏បានតាសាដែរចំពោះអ្នកដែលមានទឹកចិត្តដែលធ្វើការលេងនៅ I Bucket Challenge ហើយបាន donate ទៅការនៅមន្ទីរពេទ្យគុណធបុផាហើយបើសិនជាអ្នកខ្លះហើយបានតែត្រឹមតែលេងដើម្បីចង់ចង់តែចំណារអារម្មណ៍អីអូឈប់ទៅណាមកដឹងមកវាយឬហ៎បើសិនជាយើងលេងត្រូវតែដូចថាចូលរួមបរិច្ចាគមែនតែនណាកុំបានតែថតអត់ប្រយោជន៍ណាអូខេឥឡូវនេះខ្ញុំនេះគឺបានអាសេបហើយពេជ្របៃនេះគឺជាអ្នកដែលយូរទៅឲ្យចាក់តកខ្ញុំហ្នឹងហើយបាទហើយឥឡូវនេះតែខ្លួនរបៀបចងពងរបៀបអីអញ្ចឹងតែខ្ជូតទេបែបជាស្ត្រីខ្មែរឥឡូវនេះកុំឲ្យខាត់ពេលវេលាយូរតោះឥឡូវខ្ញុំធ្វើការចាក់ឲ្យខ្ញុំនឹង nominate ទៅកាន់មនុស្សមួយចំនួនអូខេឥឡូវចាក់មកសិនមក1 2 3អូយចិត្តដល់អូយល្ងាចដល់អើយអូយ30ដល់ផ្លោកអូយចាស់ច្រឡំនិយាយចឹងវាអូយសើមែនដល់ជាអីកំដរទៅណាចូលណាហ្នឹងបានជាគ្នាអូយ30អូនអស់ដោះចេញដោះចេញតែខកមែនឥឡូវខ្ញុំធ្វើការ nominate ទៅកាន់ពេជ្របៃទៅកាន់អ្នកណាទៀតចេះ GOI អូណាគឺទៀតចេះណាអូយណាគេទៀតខ្ញុំ nominate ជាបន្តទៅកាន់ Din Beatbox ហើយនឹងកញ្ញា DJ GB Music ដែលជាដៃគូរបស់ខ្ញុំបើសិនជាបានឃើញហើយកុំភ្លេចអាសេបផងណាហើយបើសិនជាអាសេបត្រូវ donate $10 ទៅកម្មវិធីពេទ្យគុណធបុផាហើយខ្ញុំក៏បាន nominate ក៏បានអូយនិយាយអង់គ្លេសតែចេះទៅលោកអើយគឺបានចូលរួមបរិច្ចាគ$10ទៅកាន់មន្ទីរពេទ្យគុណធបុផាហើយបើសិនជាអ្នកដែលមិនហ៊ានលេងគឺត្រូវថាបរិច្ចាគ$20អូខេស្រឡាញ់មិត្តភក្តិទាំងអស់គ្នាងាយខ្លាំង